សហគមន៍កសិកម្ម14ក្នុងខេត្តព្រះវិហារទទួលបានម៉ាស៊ីនបកគ្រាប់ស្វាយចន្ទី44គ្រឿងពី UNDP សហគមន៍កសិកម្មចំនួន14ក្នុងខេត្តព្រះវិហារបានទទួលការគាំទ្រពីកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP តាមរយៈការចែកចាយម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រាប់សរុបចំនួន44គ្រឿងការផ្ដល់ជូននេះត្រូវបានរៀបចំឡើងនៅថ្ងៃទី26និងទី27ខែមិថុនាឆ្នាំ2025ក្រោមគម្រោងបង្កើនល្បឿននៃការស្ដារឡើងវិញពីវិបត្តិ COVID-19 សម្រាប់ក្រុមដែលងាយរងគ្រោះនិងមហាជនដែលត្រូវបានដាក់ជាអាទិភាពនៅកម្ពុជាតាមរយៈការផ្ដល់ទ្រព្យសម្បត្តិដើម្បីកាត់បន្ថយភាពក្រីក្រនិងបង្កើនភាពធន់ ACRP គម្រោងនេះមានគោលបំណងចម្បងបង្កើនសមត្ថភាពបង្កើតប្រាក់ចំណូលរបស់គ្រួសារក្រីក្រនៅក្នុងសហគមន៍ជនបទដែលងាយរងគ្រោះតាមរយៈការផ្ទេរទ្រព្យសម្បត្តិផលិតភាពខ្នាតតូចដូចជាម៉ាស៊ីនកែច្នៃទាំងនេះនិងការលើកកម្ពស់ជីវភាពគ្រួសារដោយផ្ដល់នូវគុណភាពនៃទ្រព្យសម្បត្តិនិងសម្ភារៈសុខភាពនិងអនាម័យក្នុងការផ្ដល់ជូននេះក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហាររួមជាមួយមន្ទីរផែនការខេត្តនិងតំណាង UNDP អ្នកបច្ចេកទេសម៉ាស៊ីនបានចូលរួមយ៉ាងសកម្មដោយបានធ្វើការណែនាំនិងបង្ហាញយ៉ាងលម្អិតពីរបៀបប្រើប្រាស់ធ្វើប្រតិបត្តិការដោយសុវត្ថិភាពនិងការថែទាំម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រាញ់ដល់ក្រុមកសិករសហគមន៍ដើម្បីធានានូវប្រសិទ្ធភាពនិងនិរន្តរភាពនៃការប្រើប្រាស់ម៉ាស៊ីនទាំងនេះម៉ាស៊ីនដែលបានផ្ដល់ជូននេះជាផលិតផលនាំចូលពីប្រទេសចិនប្រើប្រាស់ម៉ូទ័រស៊ីភ្លើង 1.2 គីឡូវ៉ាត់ក្នុង1ម៉ោងអាចបកសម្បកគ្រាប់ស្វាយចន្ទីបាន4គ្រាប់ក្នុងពេលតែមួយមានសមត្ថភាពអាចបកគ្រាប់ស្វាយចន្ទីបានរហូតដល់100គីឡូក្រាមក្នុង1ម៉ោងដែលជួយសន្សំសំចៃពេលវេលានិងបង្កើនប្រសិទ្ធភាពការងារការគាំទ្រនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករតាមរយៈការបង្កើនផលិតភាពនិងប្រាក់ចំណូលក្នុងគ្រួសារ។